mà sinh chạm bao dưỡng cứ pra chìm tầm hông sai pi cả là chân trô tròn sai để trô bán cứ một hay pin bè còn tái chiến quát pra đi thùng tờ hồ đó hồ sập bảy bé đưa vào hà sầm bè chắc sai bao dưỡng trô bán thành một hay pin bè thế còn tay chiến quát pra là hồ đó hà sầm bè còn thà đi thùng tờ thốn cứ pra là tại cặp bất cứ khó đẹp rồi trong trường hợp này kỳ phâyการឡើងបណ្ដាមកពីម៉ាស៊ីនត្រជាក់ការភ្ជាប់ខ្សែមិនបានត្រឹមត្រូវភ្ជាប់រឹតមិនបានតឹងណែនល្អការប្រើខ្សែទំហំទូចជាងអានុភាពចរន្តម៉ាស៊ីនត្រជាក់ដែលត្រូវការដំឡើងម៉ាស៊ីនត្រជាក់មិនបានត្រួតពិនិត្យមិនបានល្អការជ្រើសរើសប្រភេទ disjunction ការពារខ្សែមានទំហំធំជាងអានុភាពត្រូវត្រង់របស់ចរន្តខ្សែភ្លើងត្រង់ចំណុចកន្លែងនេះគឺបងអូនចង់បញ្ជាក់តិចពេលដែលម៉ាស៊ីនត្រជាក់យើងប្រើយូរទៅដែលយើងអាចបានឆែកទៅលើថាប្រព័ន្ធខ្សែភ្លើងរបស់យើងមានការរលុងឬក៏រលាកអីអត់បើសិនជាយើងឆែកមើលទៅវារលុងឬក៏រលាកវាអាចបណ្ដាលទៅជាបាតុភូតមួយគឺផ្ទុះផ្សេងខ្សែភ្លើងបងនេះបានដឹងស្រាប់ហើយបច្ចុប្បន្នកាលនេះគឺមានអគ្គិភ័យច្រើនណាស់ដែលកើតមកពីការផ្ទុះផ្សេងខ្សែភ្លើងប៉ុន្តែយើងដឹងថាការផ្ទុះផ្សេងខ្សែភ្លើងហ្នឹងបណ្ដាលមកពីខ្សែភ្លើងតែមួយឬក៏អាចបណ្ដាលមកពីម៉ាស៊ីនត្រជាក់ឬក៏អាចបណ្ដាលមកពីអីផ្សេងដែរអញ្ចឹងចំណុចកន្លែងនេះគឺបងអូនចង់បញ្ជាក់ថាការប្រើប្រាស់ទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់យូរមួយទៅអញ្ចឹងម៉ាស៊ីនត្រជាក់ដំណើរការយូរទៅវាអាចនឹងរលាកទៅខ្លាចជាផ្ទុះផ្សេងខ្សែភ្លើងបានអញ្ចឹងបង្កជាអគ្គិភ័យបានដូចគ្នាការកន្លែងនេះគឺជាចំណុចមួយដែលម៉ាស៊ីនត្រជាក់ជាងខ្លះភ្ជាប់ខ្សែខុសប្រក្រតីហើយនឹងប្រើដូចដោតជាមួយនឹងព្រីដែលគាត់ប្រើជាទូប្រើធម្មតាគាត់អត់មាន supply ដែលខ្សែហ្នឹងគឺប្រើដាច់ម៉ាស៊ីនត្រជាក់តែមួយអញ្ចឹងណាអញ្ចឹងពេលដែលគាត់ចង់ធ្វើការជួសជុលអីគាត់ដកតែដូចមកឬក៏គាត់ប្រើតែដូចនឹងមួយទៅអញ្ចឹងវាធ្វើឲ្យម៉ាស៊ីនត្រជាក់របស់យើងក៏ដើរខុសប្រក្រតីដែរហើយបញ្ហាមួយទៀតគឺខ្សែដែលគាត់ខ្វះអញ្ចឹងគាត់ត្រូវការតប៉ុន្តែតគាត់អត់មានដំណរដែលត្រឹមត្រូវមួយឬក៏គាត់បានបណ្ឌិតបច្ច័យច្បាស់លាស់ជាមួយនឹងខ្សែភ្លើងនេះទេក៏ធ្វើឲ្យអគ្គិភ័យនឹងកើតមានដូចគ្នាត្រង់ចំណុចមួយទៀតគឺការជ្រើសរើសប្រភេទ disjunction ដែលមានអានុភាពធំជាងអានុភាពត្រង់ចរន្តរបស់ខ្សែត្រង់ចំណុចកន្លែងនេះខ្ញុំឧទាហរណ៍ថាម៉ាស៊ីនត្រជាក់របស់យើងគឺប្រើប្រាស់ទំហំខ្សែ2កន្លះអញ្ចឹងត្រង់ចរន្តខ្សែដែលត្រង់បានគឺ22អាំពែប៉ុន្តែជាងគាត់ប្រើ disjunction រហូតដល់63អាំពែឬក៏50អាំពែអញ្ចឹងខ្សែរបស់យើងត្រង់បានតែ22អាំពែទេប៉ុន្តែជាងគាត់ប្រើរហូតដល់50អាំពែគាត់ថា disjunction ធំគឺប្រើល្អតែក៏ពិតគឺខុសតែស្រងពេលដែលខ្សែទំហំទូចអញ្ចឹងយើងត្រូវឆែកទៅលើប្រភេទខ្សែថាខ្សែរបស់យើងហ្នឹងគឺជាប្រភេទខ្សែអីស្ពេចខ្សែហ្នឹងត្រង់បានប្រមាណពែយើងជ្រើសរើសប្រភេទ disjunction ត្រឹម20អាំពែអញ្ចឹងពេលដែលខ្សែអត់ទាន់ដល់ maximum 22អាំពែ disjunction គឺរត់ផ្ដាច់អញ្ចឹងគឺការពារខ្សែរបស់យើងអត់មានអគ្គិភ័យកើតឡើងទេខ្សែរបស់យើងអត់មានឡើងកម្ដៅអត់មានខូចឬក៏អត់មានការផ្ទុះផ្សេងឡើងមកវិញទេធ្វើឲ្យខ្សែរបស់យើងគឺមានគុណភាពល្អប៉ុន្តែបើសិនជាយើងរើសមុខកាត់ disjunction ធំដើម្បីការពារទៅលើខ្សែនេះ disjunction 50អាំពែខ្សែ22អាំពែគឺខ្សែនឹងលួយអញ្ចឹងក៏អាចបង្កជាអគ្គិភ័យកើតឡើងមកដូចគ្នា